មតូចមួយមានស្ត្រីម្នាក់មានឈ្មោះថាម៉ៅដែលបានរស់នៅតែម្នាក់ឯងនៅក្នុងខ្ទមចាស់ទ្រុឌទ្រោមមួយយប់ណាដែលមានភ្លើងធ្លាក់គេតែងតែឮសូរសំឡេងយំសោកសៅសោកសង្វេគចេញពីខ្ទមនោះទោះបីជាម៉ៅបានស្លាប់បាត់ក៏ដោយរឿងរ៉ាវនេះបានចាប់ផ្ដើមនៅក្នុងរាត្រីមួយកំឡុងពេលដែលមានពិធីបុណ្យអុំទូកម៉ៅគឺជានារីកំព្រាដែលត្រូវបានប្តីចាស់ដែលមានឈ្មោះថាសក់ធ្វើទុកបៀតបៀនជានិច្ចនៅយប់នោះសក់បានវាយនាងយ៉ាងឃោរឃៅរួចគេក៏បានចាក់ចែងទៅលេងល្បែងម៉ៅដែលពោរពេញទៅដោយក្តីទុក្ខសោកនិងកំហឹងនាងបានដើរចូលទៅក្នុងព្រៃយំយ៉ាងស្រងេះស្រងោតនៅក្រោមដើមឈើមួយហើយនាងបានស្បត់ថាបើស្លាប់ទៅខ្ញុំនឹងត្រឡប់មកសងសឹកឲ្យខេងលុះព្រឹកឡើងគេបានរកខេងសាកសពរបស់ម៉ៅនៅឯក្រោមដើមឈើធំនោះដោយមិនបានដឹងមូលហេតុចាប់តាំងពីថ្ងៃនោះមកជារៀងរាល់ថ្ងៃ15រោចនៅពេលព្រះច័ន្ទពេញវង្សគេតែងតែឃើញសមោស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ហូលពណ៌សបានអង្គុយនៅលើមែកឈើធំនោះហើយបានសិតសក់របស់នាងយ៉ាងស្ងៀមស្ងាត់អ្នកភូមិណាដែលដើរខំកាត់នៅទីនោះនៅពេលយប់នោះនឹងតែងតែឮសូរសំឡេងខ្សឹបខ្សួរប្រាប់ឲ្យគេទៅប្រាប់សក់ថាមកលេងជាមួយនឹងខ្ញុំផងសក់ដែលធ្លាប់តែជាមនុស្សក្រអឺតក្រទមក៏ចាប់ផ្ដើមភ័យរន្ធត់នៅយប់មួយគាត់បានស្រវឹងស្រាហើយបានដើរឆ្លងកាត់ព្រៃនោះតែម្នាក់ឯងនៅរំពេចនោះស្រមោលស្ត្រីម្នាក់ក៏បានលេចចេញមកមុខស្លេកស្លាំងដូចជាក្រដាសភ្នែកក្រហមឆ្អៅដូចជាខ្មោចឆៅហើយដើរមើលកាន់សក់ដើរជើងរបស់នាងមិនប៉ះទៅនឹងដីតតែសោះសក់មានការភ័យខ្លាចជាខ្លាំងហើយគេក៏បានរត់ទៅដល់មាត់ស្ទឹងក៏សាប់តែបានចំពុកជើងដួលស្រមោលនោះក៏បានមកសឹបប្រាប់គេថាថ្ងៃនេះគឺជាយប់15រោចដល់វេនអ្នកឯងទៅលេងជាមួយនឹងខ្ញុំហើយនៅព្រឹកបន្ទាប់គេបានរកឃើញសក់ត្រូវបានស្លាប់នៅក្រោមដើមឈើនោះដដែលមុខរបស់គេបានសោកញញឹមយ៉ាងអាក្រក់នៅថ្ងៃបន្ទាប់ពីសក់ស្លាប់ភូមិទាំងមូលក៏ចាប់ផ្ដើមភ័យខ្លាចជាពិសេសនៅរៀងរាល់ថ្ងៃ15រោចតែងតែមានស្រមោលស្ត្រីស្លៀកសម្លៀកបំពាក់សពណ៌សនៅតែបន្តបង្ហាញខ្លួនហើយលើកនេះនាងក៏ចាប់ផ្ដើមដើរចេញពីក្រោមដើមជ្រៃដើរចូលមកក្នុងភូមិដំបូងឡើយគេបានឃើញត្រឹមតែស្នាមជើងតែប៉ុណ្ណោះដែលដើរនៅមាត់ខ្ទមរបស់ផ្ទះនីមួយៗក៏ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកគេក៏ស្រាប់តែបានឮសូរសំឡេងគោះទ្វារ3ដងយ៉ាងស្រទន់ស្រទន់អ្នកណាដែលហ៊ានបើកទ្វារមើលនោះនឹងឃើញថាមិនមានឃើញអ្វីនោះទេក្រៅពីខ្យល់ត្រជាក់ព្រមទាំងក្លិនផ្កាម្លិះស្រស់ស្រស់ប៉ុន្តែបើអ្នកណាមិនបើកទ្វារគេនឹងឮសូរសំឡេងយំសោកស្ដាយចេញពីក្រៅផ្ទះរហូតដល់ព្រឹកព្រលឹមនៅយប់មួយមានពុទ្ធបរិស័ទម្នាក់ដែលមានឈ្មោះថាតាំងដែលធ្លាប់ស្គាល់ម៉ៅកាលពីក្មេងគាត់ក្លាហាននិយាយទៅកាន់ស្រមោលនោះថាម៉ៅឯងស្លាប់ទៅហើយកុំមើលសឹកអ្វីទៀតឡើយសក់ក៏បានស្លាប់បាត់ទៅហើយគេបានទៅកាន់នៅជាថ្មីស្រមោលនោះក៏បានឈប់សិតសក់ហើយបានងាកមើលតាំងដោយភ្នែកក្រហមឆ្អៅហើយបានឆ្លើយយ៉ាងសំឡេងស្អកថាលោកតាខ្ញុំមិនអាចទៅបាននោះទេព្រោះខ្ញុំនៅតែនឹកទៅដល់កូនរបស់ខ្ញុំពាក្យនោះបានធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលព្រោះគ្មាននរណាម្នាក់បានដឹងថាម៉ៅមានផ្ទៃពោះមិនស្លាប់នោះទេតាំងក៏បាននឹកឃើញថាកាលពីច្រើនខែមុន
ម៉ៅធ្លាប់បានសំបែកបិណ្ឌហើយគាត់បានឃើញពស់របស់នាងប៉ោកបន្តិចលោកតាតាំងក៏បាននិមន្តព្រះសង្ឃចំនួន5អង្គមកសូត្រមន្តបារមីនៅក្រោមដើមជ្រៃនៅយប់15រោចដល់ពេលសូត្រមន្តចប់ស្រមោលរបស់ម៉ៅបានលេចខ្លួនឡើងកាន់កូនតូចមួយនៅក្នុងដៃទឹកភ្នែកទាំងពីររបស់នាងបានហូរចុះមកឥតស្រក់ស្រានាងបានលុតជង្គង់ថ្វាយព្រះសង្ឃហើយសូមជូនឧទ្ទិសកុសលនេះទៅដល់កូនរបស់នាងព្រះសង្ឃបានសូត្រមន្តអនុមោទនារួចបានប្រាប់ម៉ៅថាចូលនាងរំដោះខ្លួនចេញពីកម្មវិធីព្រោះការសងសឹកមិនមានថ្ងៃបញ្ចប់នោះឡើយលុះ7ឆ្នាំក្រោយមកគ្មានហេតុការណ៍អ្វីចម្លែកកើតឡើងនៅក្នុងភូមិនោះទៀតឡើយហើយដើមជ្រៃនោះក៏បានក្រៀមស្វិតស្លាប់បាត់ទៅហើយគេបានដាំដើមពោធិ៍មួយមកជំនួសវិញថ្ងៃមួយមានយុវតីម្នាក់មានឈ្មោះថាសុខាដែលទើបតែរៀបការរួចបានប៉ុន្មានខែនាងបានយកសបិនខេងចម្លែកមួយនាងបានសបិនខេងនៅក្នុងនោះមានស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សដៃរបស់នាងកាន់ក្មេងតូចម្នាក់ដើរមករកនាងហើយបាននិយាយថាកូនស្រីកុំឲ្យប្តីរបស់ឯងវាយឯងឲ្យសោះបើវាយចូលរត់ចេញមករត់ទៅជាមួយម្ដាយរបស់ឯងវិញសុខាបានភ្ញាក់ឡើងដោយញើសពេញទាំងខ្លួននាងពុំដែលប្រាប់អ្នកណាថាប្តីរបស់នាងតែងតែវាយនាងជាប្រចាំនោះទេនៅយប់បន្ទាប់នាងបានសបន់ខេងរឿងដដែលនេះម្ដងហើយម្ដងទៀតស្ត្រីស្លៀកសម្លៀកបំពាក់ពណ៌សនោះមានឈ្មោះថាម៉ៅដែលធ្លាប់បានរស់នៅទីនេះស្លាប់ព្រោះតែប្តីរបស់នាងវាយកូនខ្ញុំក៏បានស្លាប់នៅក្នុងផ្ទៃខ្ញុំមិនចង់ឲ្យឯងដូចជាខ្ញុំទេសុខាបានភ័យរន្ធត់តែនាងក៏មានចិត្តក្លាហាននាងបានប្រមូលទ្រព្យសម្បត្តិបន្តិចបន្តួចហើយក៏បានរត់ចេញពីព្រៃជាមួយនឹងម្ដាយរបស់នាងវិញប្តីនាងក៏បានខឹងយ៉ាងខ្លាំងតែមិនហ៊ានទៅតាមបៀតបៀននោះទេព្រោះគេដឹងថាសុខាត្រូវបានខ្មោចម៉ៅការពារនៅ10ឆ្នាំក្រោយមកសុខាមានកូនស្រីម្នាក់ដែលបានដាក់ឈ្មោះម៉ៅដែលជាអនុស្សាវរីយ៍របស់នាងតែងតែប្រាប់កូនរបស់នាងថាកុំឲ្យនរណាម្នាក់វាយនាងហើយក៏កុំស្បត់នៅក្រោមព្រះច័ន្ទឡើយព្រោះការស្បត់នេះហើយទោះបីជាយើងស្លាប់ក៏ដោយតែយើងមិនអាចកាន់ជាថ្មីបាននោះទេ